តឈរនៅក្នុងបន្ទាត់ឈរមិនមែនមានតែប៉ុណ្ណឹងចប់ទេនៅក្នុងបន្ទាត់ឈរគឺត្រូវមានកន្លែងនេះកូនត្រូវសរសេរថាចំនួនទម្ងន់អ្នកណាចាគឺទម្ងន់សិស្សដាក់វងកញ្ចក់គិតជាគីឡូនេះកូនចាប់ផ្ដើមរាប់ពី0នេះទៅហើយកូនប៉ាន់មើលតាពីត្រឹមហ្នឹងឯតើកូនយកត្រូវបន្ថែមម្ដងប៉ុន្មានបន្ថែមម្ដង10គឺកូនចាប់ពី0ហើយថែមម្ដង10មកដល់នេះប្រហែល10រាប់បន្ថែម10ទៀតឡើងប៉ុន្មាន20រាប់បន្ថែម10ទៀតប៉ុន្មានចា30រាប់បន្ថែម10ទៀតប៉ុន្មានចា40រាប់បន្ថែម10ទៀតប៉ុន្មានចា50ជំហានទី1គូបន្ទាត់ឈរហើយទី2គឺគូបន្ទាត់ដេកគូបន្ទាត់ដេកគូចាប់ពី0ឬគូចាប់ពីលេខ10ចាគឺយើងត្រូវគូចាប់ពីចំណុចលេខ0កូនមើលជំហានទី2គេឲ្យកូនគូបន្ទាត់ដេកឥឡូវកូនទៅលំហាត់ចំណុចលេខ3ហ្នឹងម្ដងទៀតនៅក្នុងហ្នឹងតើគេនិយាយអំពីចំនួនថ្នាក់ឬក៏និយាយអំពីឈ្មោះមនុស្សចាកន្លែងនេះគឺសរសេរឈ្មោះអ្នកណាចាគឺឈ្មោះសិស្សទី3ឲ្យកូនធ្វើអីចាទី3គឺកូនគឺត្រូវសរសេរគឺកូនត្រូវគប់ក្រាបហ្នឹងគឺក្រាបអីក្រាបសមើលលេខឈ្មោះអីមុនគេកូនត្រូវយកឈ្មោះហ្នឹងយកមកដាក់មុនគេស្ដាប់បានទេឥឡូវពាក្យឈ្មោះអីមុនគេចាពាក្យធីតាឈ្មោះថាធីតាកូនមើលតើធីតាមានទម្ងន់ប៉ុន្មានចា35គីឡូអញ្ចឹងកូនត្រូវមើលជួរនេះ30គឺនៅទីនេះចុះ35ចា35គឺដាក់នៅចំចំណុចកណ្ដាលអញ្ចឹងកូនដៅចំណុចកន្លែងហ្នឹងហើយបានកូនចាប់ផ្ដើមយកបន្ទាត់យកមកគូស35លេខណាត្រឹមហ្នឹងអញ្ចឹងកូនចាប់ត្រឹមហ្នឹងឲ្យជាប់មកហើយកូនចាប់ផ្ដើមគូសនេះបន្ទាប់ហើយកូនមានកន្លកូនផាត់ពណ៌ឬក៏កូនអត់មានកន្លទេកូនគូសបន្ទាត់បែបនេះដើម្បីឲ្យកលេសទៅឲ្យមើលដឹងថាអាហ្នឹងជាចំនួនវាពេលណាកូនគូក្រាបហើយគឺកូនត្រូវសរសេរលេខឲ្យគេលេខប្រហែលគីឡូមិញចាគឺ35កូនមិនចាំបាច់សរសេរពាក្យថាគីឡូមកវិញទេហេតុអីនេះកូនឃើញហ៎ឃើញអានេះអត់ឃើញអញ្ចឹងនៅពេលដែលកូនសរសេរកូនអត់ចាំបាច់ដាក់ពាក្យថាគីឡូមកវិញទេដោយសារតែក្បាលលើគេមានដាក់ឲ្យយើងរួចហើយអញ្ចឹងកាលណាឲ្យតែសរសេរនៅលើជួរហ្នឹងគឺគេសម្គាល់ថាគីឡូរួចរាល់ហើយតួនៅប៉ុណ្ណឹងចាគឺយើងសរសេរអត់ចាំបាច់ដាក់គីឡូទេគឺគ្រាន់តែសរសេរតែលេខមកបានហើយគឺបែបនេះប៉ុណ្ណឹងអារីឥឡូវកូនពិនិត្យមើលតើសារីមានទម្ងន់ប៉ុន្មានចាគឺវានៅក្នុង730ដូចហើយយើងចាប់ផ្ដើមគូហើយយើងការពារខុសកូនគូហើយកូនយកបន្ទាត់ហ្នឹងដៅមើលតើ28មកដល់កន្លែងកូនគូហ្នឹងដល់នៅចាបើនៅគឺកូនត្រូវគូថែមអញ្ចឹងកូនដៅពីលើហ្នឹងមកហើយទៅយើងគូអានេះឲ្យហើយទៅដើម្បីកុំឲ្យវាពិបាកគូច្រើនដងហើយយើងទាញតម្លាក់គឺចូលដល់រ៉ានីកូនមើលរ៉ានីមានទម្ងន់ប្រមាណ32អញ្ចឹងយើងមើលពីអាហ្នឹងមកដល់ទៅនេះ30ហ្នឹងមកបន្តិចមកបានហើយ32អញ្ចឹងពេលយើងគូយើងចាប់ផ្ដើមគូទៀតមក32តាឥឡូវចូលដល់បូណាប្រហែលចាបូណា30វាមានលេខហើយណែហើយអញ្ចឹងកូនចាប់ផ្ដើមគូវាតែម្ដងគឺ30
តាចាប់ពីបូណាចូលអីតំណាងទាំងអូនបានចា25គឺត្រឹមនេះអញ្ចឹងកូនគូសវាមកដាក់លេខ25នៅឈ្មោះអីទៀតតសម្បូរមានទាំងអូនបានចា41ចាយើងឡើងតែបន្តិចមកអញ្ចឹងយើងចាប់ផ្ដើមគូមកគឺ41ចាជំហានទី4គឺសរសេរចំណងជើងក្រាបអញ្ចឹងអ្នកគ្រូប្រាប់រួចហើយចំណងជើងក្រាបទៅយកពីកន្លែងណាចាពាក្យថាចំណងជើងក្រាបគឺកូនទៅយកទៅលើប្រធានដែលគេនិយាយថាចូលសងក្រាបសសបង្ហាញទម្ងន់សិស្សអីក្រាបសសតាងអីគេក្រាបសសតាមទម្ងន់អ្នកណាចាគឺក្រាបសសតាំងទម្ងន់សិស្ស